ជំរាបសួរក៏ដូចជាស្ដីដល់អ្នកគ្នាខ្ញុំបាទឈ្មោះតារាថ្ងៃនេះខ្ញុំនឹងបង្រៀននៅអំពី Linux server បន្តអំពីវីដេអូថ្ងៃមុនគឺយើងរៀនថ្ងៃនេះគឺនិយាយអំពី lecture note 1គឺយើងធ្វើការដកស្រង់នៅ command ផ្សេងៗនៅក្នុងនោះមកសិក្សាដល់អ្នកគ្នាឥឡូវមកខាត់ពេលយូរគឺខ្ញុំធ្វើការ remote ចូលទៅកាន់ server របស់ខ្ញុំមកនេះគឺជាឈ្មោះរបស់ខ្ញុំតមកគឺយើងវាយនៅ password ពេលដែលយើងធ្វើការ log ដំបូងគឺយើងធ្វើការចូលមកកាន់គេហៅថា normal user គឺសញ្ញាសម្គាល់វាសញ្ញាដុល្លារនេះឥឡូវដើម្បីធ្វើការផ្លាស់ប្ដូរទៅកាន់root user គឺដោយសារតែ root user ហ្នឹងគឺអាចធ្វើឲ្យយើងអាចបំពេញនៅមុខងារផ្សេងៗបានច្រើនបើ normal គឺយើងអាចធ្វើការ add ឬក៏ remove software អីបានទេអញ្ចឹងយើងត្រូវចូលទៅកាន់root user ឬក៏គេហៅថា super user ដើម្បីធ្វើការចូលទៅកាន់ super user គឺយើងមាន command ផ្សេងជាច្រើនដូចជាយើងប្រើនៅ su សញ្ញាបូកចេះឬក៏គេអត់ធ្វើសញ្ញាបូកទេគឺសញ្ញាបូកវាច្រើនគេអត់សេទេយើងប្រើ su ហ្នឹងគឺវាស្មើនឹង su root នេះគឺមានន័យថាគឺយើងធ្វើការchange ផ្លាស់ប្ដូរឬក៏ផ្លាស់ប្ដូរតែ user ទៅកាន់ root តែប៉ុណ្ណោះបើយើងប្រើនៅ su ដកហ្នឹងគឺយើងធ្វើការផ្លាស់ប្ដូរទាំង user ហើយនិង environment របស់ user ផ្សេងៗហើយកុំឲ្យវែងឆ្ងាយច្រើនគឺយើងចូលទៅកាន់ root user របស់យើងមកយើងវាយនៅ password នៅពេលដែលយើងអត់ចេះមើលថាយើងកំពុងនៅ root user ឬក៏អត់យើងគ្រាន់តែវាយ command មួយគឺ who mi នេះមកគឺយើងដឹងថាយើងនៅកំពុងនៅស្ថិតជាគេគឺយើងlog ជា user ឥឡូវហ្នឹងឥឡូវគឺខ្ញុំចង់បង្កើតនៅ directory គឺយើងមាននៅ command mkdir នេះមកហើយទៅយើងវាយយើងបង្កើតដូចឈ្មោះ directory ឈ្មោះអីក៏បានដែរឥឡូវដាក់ឈ្មោះរបស់ខ្ញុំមកឥឡូវដើម្បីធ្វើការឆែកវាគឺយើងវាយ ls directory របស់ខ្ញុំគឺមានឈ្មោះរបស់ខ្ញុំឈ្មោះ m1 នេះបើ my file នេះវាជា file ទេឥឡូវដើម្បីបង្កើត directory ច្រើនក្នុងពេលតែមួយគឺយើងវាយ mk ដែរមក mkdir ដែរហើយទៅឈ្មោះ file ឧទាហរណ៍ថាខ្ញុំចង់បង្កើតឈ្មោះនឹងដែរ directory នឹងដែរប៉ុន្តែចាប់ដើមពីលេខ1រហូតដល់លេខ10អញ្ចឹងមកយើងគ្រាន់តែ enter មកហើយចុច ls គឺយើងនឹងឃើញdirectory របស់យើងហើយឥឡូវយើងចង់លុប directory គឺយើងគ្រាន់តែវាយ rm ដក មកហើយទៅឈ្មោះ directory របស់យើងឥឡូវយើងគ្រាន់តែប្រើ rm ទៅទេវាសួរយើងចង់លុបអត់បើយើងចង់លុបគឺយើងគ្រាន់តែចុចy គឺស្មើនឹង yes មកគឺវានឹងលុបហើយឥឡូវយើង search រហូតមកគឺយើងអត់ឃើញមានឈ្មោះតារាហ្នឹងទេគឺយើងធ្វើការលុបចោលមិញហើយឥឡូវបើយើងចង់លុបdirectory ច្រើនលើសពី1គឺយើងគ្រាន់តែវាយនេះមក
em á mấy đọc F đọc O nó thì thay dương lục hay dương lục ở trong bài xua đi đây thì đi vào giống cứ nhưng so vì lệ trong lục vì lệ phèm đọc đỏ đọc lục phèm bằng một phèm chụp bí đọc ok cái enter mất rồiធ្វើការ search យើងឃើញថា directory ហ្នឹងគឺយើងបានលុបបានហើយឥឡូវគឺយើងធ្វើការបង្កើតនៅ file គឺ tag ហើយឈ្មោះ file ខ្ញុំដាក់ថានេះចុះ abc.txt ឥឡូវខ្ញុំបង្កើតមួយសិនតមកគឺព្រានបង្កើតច្រើនដូចនេះដែរ directory មិនដែរយើងធ្វើការ enter យើងស្វែងរក file របស់យើងមកដើម្បីបង្កើតច្រើនគឺយើងគ្រាន់តែធ្វើដូចការយើងបង្កើត directory ខាងលើអញ្ចឹងគឺយើងមានសញ្ញាអភ័ន្តរៈតមកគឺចំណុចចាប់ផ្ដើមហើយនឹងចំណុចដែលយើងចង់បានធម្មប្រមាណយើងដាក់បញ្ចប់ប៉ុណ្ណឹងមកយើង enter អត់ទេគឺយើងឃើញ file ឈ្មោះថា abc ដែលយើងបង្កើតវិញពី1ដល់លេខ5វិញហ្នឹងគឺខ្ញុំបង្កើតតែម្ដងគឺយើងបានច្រើនឥឡូវគឺយើងចង់លុបឲ្យបានច្រើនដូចមិញគឺយើងគ្រាន់តែប្រើនេះមក rm file ឈ្មោះ file គឺ abc.txt ពីលេខឥឡូវខ្ញុំលុបពីលេខ1រហូតដល់លេខ5កា enter ឥឡូវគឺខ្ញុំចង់សរសេរនៅអក្សរមួយចំនួនចូលក្នុង file គឺយើងប្រើ vi ក៏បាន vim បើឡើងប្រើ vi ហើយឈ្មោះ file របស់យើងគឺ my file ខ្ញុំចង់សរសេរអក្សរក្នុងហ្នឹង .txt យើងដើម្បីបានសរសេរបានគឺយើងចុច i មកគឺមានន័យថា insert ឥឡូវយើងអាចធ្វើការ insert បានហើយគឺយើងតេស្តអក្សរលេខមកថតក្នុងវាយរបស់ខ្ញុំគឺឥឡូវយើងធ្វើការសៀវហាចាក់ចេញមុននឹងអាចប្រើ command បានគឺយើងclick លើ escape មួយសិនទៅមកគឺយើងចុច2W Q ដើម្បីធ្វើការសៀវយើងចាក់ចេញឥឡូវបើយើងអត់ចង់ចូលទៅកាន់ file ញ៉ៃញ៉ៃទេគឺយើងគ្រាន់ឲ្យវាឃើញដូចនៅក្នុងcommand លើនឹងស្រាប់បើដោយមិនបាច់ចូលទៅកាន់ file គឺយើងមាន command មួយគឺ cat ហើយទៅកាន់ my file មកចំពោះអក្សរដែលយើងបានសរសេរមិញវានឹងចេញតើបើយើង enter ឥឡូវយើង enter មកនេះគឺជា result ដែលយើងមុននឹងដែលយើងបានសរសេរមិញមកសម្រាប់វីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះ